ក្រោយរកឃើញរូបភាពអាភិលលើកុមារកម្ពុជាតាមប្រព័ន្ធអនឡាញពេលនេះសមត្ថកិច្ចចម្រុះបានធ្វើការខកខ្លួនបរិសម្នាក់ពីបទល្មើសរំលោភខ្សែសន្តិវៈជាច្រើនករណីនិងបានប្រើប្រាស់បណ្ដាញ Telegram ដើម្បីផលិតនិងចែកចាយរូបភាពអាភិលរបស់កុមារក្រុមសមត្ថកិច្ចចម្រុះបានធ្វើការសហការស៊ើបអង្កេតទៅលើសកម្មភាពរបស់ជនសង្ស័យម្នាក់ដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំងដោយជាលទ្ធផលនៃការស៊ើបអង្កេតនិងការឆែកឆេរបរិវេណរស់នៅជាច្រើនទីតាំងរបស់បុរសខាងលើនេះសមត្ថកិច្ចបានឈានទៅដល់ការឃាត់ខ្លួននិងបញ្ជូនទៅផ្ដន្ទាទោសតាមច្បាប់នៅសាលាដំបងខេត្តកំពង់ឆ្នាំងពីបទរំលោភខ្សែសន្តិវៈមានស្ថានទម្ងន់ទោសលើកុមារនិងពីបទផលិតចែកចាយរូបភាពអាភិលទៅលើកុមារហើយជនរងគ្រោះជាច្រើនរូបក៏ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណផងដែរខណៈការស៊ើបអង្កេតនេះកំពុងតែដំណើរការនៅឡើយស្របជាមួយគ្នានេះលោក James Muscat នាយកអង្គការការពារកុមារ CPU បានលើកឡើងថាជនសង្ស័យខាងលើនេះបានបង្កហានិភ័យធ្ងន់ធ្ងរណាស់ទៅដល់កុមាររងគ្រោះជាច្រើននាក់ហើយលោកជឿជាក់ថាបន្ទាប់ពីធ្វើកសោវិច័យពេញលេញទៅលើសម្ភារៈ Digital ជាច្រើនដែលត្រូវបានដកហូតនោះនឹងរកឃើញជនរងគ្រោះជាច្រើនអ្នកបន្ថែមទៀតលោក James Muscat ក៏បានអរគុណជាពិសេសទៅដល់ចំណាត់ការដ៏រហ័សរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងមហាផ្ទៃនិងអង្គភាពស៊ើបការសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកដែលបានផ្ដល់ការគាំទ្រក្នុងការស៊ើបអង្កេតឈានទៅដល់ការខកខ្លួនជនសង្ស័យបានសម្រេចតាមរយៈការស៊ើបអង្កេតនេះវាគឺជាគំរូមួយដ៏អស្ចារ្យដែលបង្ហាញអំពីការបដិញ្ញាចិត្តរួមរបស់អ្នកពាក់ព័ន្ធទាំងឡាយក្នុងកិច្ចការពារទប់ស្កាត់កុមារកុំឲ្យរងគ្រោះដោយសារបទល្មើសដែលត្រូវបានប្រព្រឹត្តដោយជនខិលខូចតាមអនឡាញហើយវាក៏ជាសារដ៏មានន័យទៅកាន់ជនណាដែលគិតថាប្រទេសកម្ពុជាពុំមានលទ្ធភាពក្នុងការស៊ើបអង្កេតបទល្មើសទៅលើកុមារតាមប្រព័ន្ធអនឡាញនេះលោកបន្តថាប្រសិនបាននរណាម្នាក់ផលិតរូបភាពរំលោភបំពានផ្លូវភេទលើកុមារយកទៅបង្ហោះលើប្រព័ន្ធអ៊ីនធឺណិតនោះសមត្ថកិច្ចនឹងបើកការស៊ើបអង្កេតដើម្បីឃាត់ខ្លួនជាក់ជាមិនខាន